សូមស្វាគមន៍មកកាន់ Noli for You TOTOS សូមជួយចុច like និង subscribe តើអ្នកសិក្សាមានប៉ុន្មានប្រភេទចម្លើយដែលត្រឹមត្រូវគឺចម្លើយក4ប្រភេទអ្នកសិក្សាត្រូវបានបែងចែកជា4ប្រភេទ 1. អ្នករៀនដោយប្រើភ្នែកជាចម្បង 2. អ្នករៀនដោយប្រើការស្ដាប់ជាចម្បង 3. អ្នករៀនដោយប្រើការអនុវត្តជាចម្បងប្រើដៃដោះស្រាយមេរៀន 4. អ្នករៀនដោយប្រើការអានឬសរសេរជាចម្បងភាសាយល់សម្រាប់ខ្លួនឯង 1. អ្នករៀនដោយប្រើភ្នែកជាចម្បងមើលដើម្បីទទួលព័ត៌មានបានមើលទើបឆាប់ចាំឆាប់ចេះបានមើលដើម្បីគិតយោបល់ខ្លីៗប្រើហ្វឺតឆ្លាស់ពណ៌ឧទាហរណ៍សរសេរពាក្យហ្វឺតខៀវថ្នាក់ពាក្យពាក្យផ្ទុយហ្វឺតក្រហមអត្ថន័យហ្វឺតពណ៌បៃតងជាដើមប្រើក្តារខៀនចល័តបានព័ត៌មាន highlight sticker ផែនទី 2. អ្នករៀនដោយប្រើការស្ដាប់ជាចម្បងប្រើត្រចៀកដើម្បីទទួលព័ត៌មានឬមេរៀនតែងតែចងចាំនៅអ្វីដែលអ្នកនេតិនិយាយជួយចិត្តប្រើត្រចៀកជាចម្បងយោបល់ខ្លីៗអានឮជាជំនួយពិភាក្សាដោយការនិយាយវែកញែកដោះស្រាយរកខ្សែសំឡេងដើម្បីចាក់ស្ដាប់ 3. អ្នករៀនដោយប្រើការអនុវត្តជាចម្បងប្រើដៃដោះស្រាយមេរៀនរៀនដោយការប្រើដៃអនុវត្តផ្ទាល់ដៃជាអ្នកដោះស្រាយរាល់លំហាត់មេរៀនចូលចិត្តធ្វើឬបង្កើតរបស់របរដោយដៃមិនចូលចិត្តមេរៀនវែងៗយោបល់ខ្លីៗរៀនទ្រឹស្ដីខ្លីៗរួចអនុវត្តពេលរៀនឬបង្រៀនត្រូវបំលាស់ទីឬដើរដើម្បីឆាប់ចាំមានពេលសម្ដែងរឿងដើរតួសន្ទនា 4. អ្នករៀនដោយប្រើការអានឬសរសេរជាចម្បងភាសាយល់សម្រាប់ខ្លួនឯងរៀនដោយការអានម្នាក់ឯងពេលអានហើយគិតយល់ដោយខ្លួនឯងតែងតែសរសេរជាគន្លឹះពេលអានចប់ទើបឆាប់ចាំតែងតែបង្កើតពាក្យចាំដោយខ្លួនឯងជាឧទាហរណ៍អានពាក្យលំបាកហើយកត់ត្រាជាសម្រាយដើម្បីឲ្យខ្លួនឯងយល់យោបល់ខ្លីៗទៅបណ្ណាល័យឬបន្ទប់ស្ងាត់កត់ត្រាអ្វីដែលបានរៀននៅក្នុងថ្នាក់ពេលទំនេរឬនៅផ្ទះសរសេរឡើងវិញនៅអត្ថបទនានាដែលប្រើភាសាខ្លួនឯងបើពេញចិត្តជួយជាវនិងឲ្យមេដៃផង